សូមដឹងហើយយើងព្យាយាមកាត់បន្ថយខ្លួនឯងកុំឲ្យមាន ជំរាបសួរនាងខ្ញុំឈ្មោះខៀវធីតាបម្រើការផ្នែករដ្ឋបាលក្នុងក្រុមហ៊ុនស៊ីម៉ាណូកម្ពុជាសម្រាប់ខ្ញុំផ្ទាល់ពាក់ព័ន្ធជាមួយនឹងវគ្គបណ្ដុះបណ្ដាលទាំងអស់ដែលខាង CGTI ផ្ដល់ឲ្យដូចជា OSA គឺបានផ្ដល់អត្ថប្រយោជន៍យ៉ាងច្រើនទៅដល់បងប្អូនកម្មករនិយោជិតទាំងបុគ្គលិកទាំងកម្មករឲ្យគាត់នឹងយល់ដឹងអំពីសុវត្ថិភាពនិងសុខភាពនៅក្នុងកន្លែងការងារដូចជាក្នុងការបំពេញការងាររបស់គាត់គឺមានការប្រុងប្រយ័ត្នច្រើនរាល់ខុសទាំងអស់ដែលខាង CGTI ផ្ដល់ឲ្យនឹងផ្ដល់អត្ថប្រយោជន៍យ៉ាងច្រើនឲ្យពួកគាត់នឹងព្យាយាមក្នុងការជំរុញទៅដល់សង្វាក់ប្រតិកម្មនាំចេញតាន់ពេលវេលាផងដែរជំរាបសួរនាងខ្ញុំឈ្មោះកឹមសុភីនាងខ្ញុំមកពីខេត្តកំពង់ស្ពឺហើយកំពុងតែបម្រើការងារផ្នែកដេរនៅក្រុមហ៊ុនស៊ីម៉ាណូកម្ពុជាវគ្គដែលខ្ញុំបានរៀនថ្ងៃនេះគឺជាវគ្គសុខភាពនិងសុវត្ថិភាពនៅកន្លែងការងារហើយចំណេះដឹងដែលខ្ញុំបានទទួលបានក្នុងវគ្គនេះគឺការបង្ការគ្រោះថ្នាក់អំពីការងារអំពីសុវត្ថិភាពនៅកន្លែងការងារទូទៅហើយនឹងចំណេះដឹងមួយទៀតដែលពួកយើងមិនបានដឹងពីមុនគឺគ្រោះថ្នាក់ដែលបានកើតឡើងភ្លាមៗដែលពួកយើងមិនបានត្រៀមទុកនៅកន្លែងការងារខ្ញុំក៏សូមអរគុណទៅក្រុមហ៊ុនស៊ីម៉ាណូកម្ពុជាដែលបានផ្ដល់ឱកាសឲ្យពួកខ្ញុំបានសិក្សាវគ្គខ្លីជាមួយនឹងសាលាបង្រៀនវគ្គខ្លីដែលធ្វើឲ្យពួកខ្ញុំបានចំណេះដឹងដែលទូលំទូលាយសម្រាប់ខ្លួនឯងផ្ទាល់និងសហគមន៍ផ្ទាល់ទាំងអស់គ្នាចា៎ជំរាបសួរនាងខ្ញុំឈ្មោះអ៊ីវសុភីជាប្រធានផ្នែកធនធានមនុស្សនិងរដ្ឋបាលបម្រើការនៅរោងចក្រ Endugen Apparel Cambodia សម្រាប់ខ្ញុំផ្ទាល់គឺមានចំណាប់អារម្មណ៍សម្រាប់វគ្គនេះព្រោះដោយសារទាំងខាងរោងចក្រទាំងខាងបងប្អូនកម្មករកំពុងតែស្វែងរកការងារធ្វើប៉ុន្តែគាត់ខ្វះជំនាញអញ្ចឹងបានកម្មវិធីពីខាង CGTI រួមសហការជាមួយ SDF មកគឺយើងពិតជាសប្បាយចិត្តដោយសារផ្ដល់ជំនាញពិតប្រាកដទៅបងប្អូនកម្មករដែលគាត់អាចបានរៀននិងគាត់មានការងារធ្វើដោយមានជំនាញពិតប្រាកដជាបទពិសោធន៍ខ្ញុំឃើញថាពេលដែលគាត់បានរៀនវគ្គហ្នឹងហើយគាត់មិនធំតែចេះដេរទេគឺខ្ញុំឃើញទាំងអត្តចរិតរបស់គាត់ការយកចិត្តទុកដាក់នឹងការងាររបស់គាត់ហើយនឹងការសហការធ្វើការជាក្រុមគឺបានល្អអាចនិយាយបានថាទាំងចំណេះដេរហើយគាត់បានទាំងជំនាញ soft skill ជំនាញជាប់ខ្លួនដែលគាត់ជាមនុស្សម្នាក់ដែលបកកែជាងមុនក្លាហានជាងមុននេះដែលជាអ្វីដែលយើងឃើញថាពិតជាល្អមែនទែនជំរាបសួរខ្ញុំឈ្មោះអឿនហែនមានអាយុ43ឆ្នាំមកពីគុំជាធំស្រុកសាច់កណ្ដាលខេត្តកណ្ដាលសប្តាហ៍ថ្ងៃខ្ញុំធ្វើការនៅរោងចក្រឥណ្ឌូចិនមករៀនដេរនេះអ្នកគ្រូគាត់ឲ្យធាក់ម៉ាស៊ីនឲ្យស្ទាត់ហើយបានគាត់ដេរលើกระดาษហើយគាត់ឲ្យរៀនដាក់សោគាដោតអំបោះខ្លួនឯងអញ្ចឹងទៅហើយគាត់ដាក់សាច់កណាត់ឲ្យដេររៀនដេរដើម្បីឲ្យយើងស្ទាត់ជំនាញតម្រង់ថ្នេរឲ្យត្រង់ថាបានស្ទាត់ដៃធ្វើការអញ្ចឹងណាតាមរយៈកម្មវិធីរបស់ CGTI និងជំនួយពី FDF ពិតជាអរគុណមែនទែនដែលគាត់បានយកចិត្តទុកដាក់ជាពិសេសបងប្អូនចំណាក់ស្រុកឬក៏មកពីកន្លែងណាផ្សេងៗដែលគាត់ចង់មានជំនាញសូមឲ្យមានកម្មវិធីនេះបន្តបានយូរអង្វែងដើម្បីជួយបងប្អូនកម្មកររបស់យើងឲ្យគាត់បានមានការងារធ្វើនិងជួយសម្រួលដល់ជីវភាពក្រុមគ្រួសាររបស់គាត់ចា៎នាងខ្ញុំក៏សូមអរគុណទៅដល់ម្ចាស់ជំនួយ SDF ព្រមទាំងវិទ្យាស្ថាន CGTI ដែលបានផ្ដល់វគ្គសិក្សាបណ្ដុះបណ្ដាលយ៉ាងច្រើនមកកាន់ក្រុមហ៊ុនស៊ីម៉ាណូតាំងពីឆ្នាំ2024រហូតមកដល់បច្ចុប្បន្នហើយក៏ខាងក្រុមហ៊ុនស៊ីម៉ាណូនឹងនៅតែបន្តមានទំនាក់ទំនងជាមួយនឹងខាងវិទ្យាស្ថាន CGTI ក្នុងការទទួលនៅវគ្គបណ្ដុះបណ្ដាលយ៉ាងច្រើនបន្ថែមទៀតដើម្បីជំរុញនៅចំណេះដឹងទៅដល់បងប្អូនកម្មករនិយោជិតទាំងបុគ្គលិកទាំងកម្មករនៅក្នុងក្រុមហ៊ុនស៊ីម៉ាណូឲ្យមានការទទួលបាននៅចំណេះដឹងយ៉ាងច្រើនអភិវឌ្ឍចំណេះជំនាញរបស់គាត់បន្ថែមទៀតផងដែរខ្ញុំក៏សូមអរគុណដល់វិទ្យាស្ថាន CGTI ដែលបានបណ្ដុះបណ្ដាលវគ្គសិក្សាខ្លីដល់ពួកយើងក្នុងនាមជាកម្មការិនីទាំងអស់គ្នាឲ្យបានមានចំណេះដឹងទូលំទូលាយមែនតើនៅក្នុងឱកាសនេះហើយមួយទៀតក៏សូមអរគុណដល់ SDF ដែលជាម្ចាស់ជំនួយដែលបានឧបត្ថម្ភឲ្យពួកយើងរៀនក្នុងវគ្គខ្លីនេះផងដែរអញ្ចឹងខ្ញុំសូមផ្ដាំផ្ញើទៅបងឬក៏ប្អូនដែលគាត់ស្វែងរកការងារគាត់អាចអញ្ជើញមករោងចក្រ Endugen នៅតំបន់ 7NG ដែលយើងមានទទួលសម្រាប់បងប្អូនកម្មករផ្នែកដេរទាំងស្រីទាំងប្រុសដែលអ្នកចេះស្រាប់ហើយអ្នកមិនទាន់ចេះដេរក៏យើងមានទទួលបង្រៀនតាមរយៈ CGTI ដែលឧបត្ថម្ភពី FDF ចាខាងក្រុមហ៊ុនស៊ីម៉ាណូយើងក៏នៅមានតម្រូវការកម្លាំងពលកម្មមួយចំនួនមានចំណាប់អារម្មណ៍ចង់ដាក់ពាក្យមកកាន់ក្រុមហ៊ុនស៊ីម៉ាណូអាចមកតាមរយៈតាមបណ្ដាផ្លូវជាតិលេខ4
ក្នុងភូមិត្រពាំងរកាឃុំត្រពាំងកងស្រុកសំឡងតុងខេត្តកំពង់ស្ពឺចន្លោះលេខគីឡូ3435ហើយអាចតំណតាមរយៈលេខទូរស័ព្ទខាងក្រោមបាន Yeah.